Dù đây nó khné trong bạn SK nó không ai đây trong sông lực dục anime đỏ là bay là bài môi là mình mua tháp lũ lọc mà sầm rải chuôn đo này nó khné chẳng tỏ cho sai rương bao nhiêu từng ngõ khné chấp ra sai rương mà cái bằng hai pkประกอบ bao to lồng nằm xe lên ประจำ តែមួយ ហើយ ទូ ប្ររបស់យើងដែលមានឈ្មោះថា Izaki Yoshi កំពុងតែអស់បាល់ឆ្លងកាត់ខ្សែការពារជាច្រើនអ្នក Izaki បានអស់បាល់ផុសពីខ្សែការពារបានយ៉ាងល្អហើយក៏បានប្រឈមមុខមួយស្មើនឹងអ្នកចាំទី គេគិតថានឹងសុទ្ធបាល់យកគ្រាប់ដោយខ្លួនឯងកំពុងតែកាត់សុកមករួមក្រុងបានហៅ Izaki ឲ្យបញ្ជូនបាល់ឲ្យគេស្របពេលដែលគ្រូបង្វឹកបានស្រែកថា Izaki ត្រូវចងចាំថា one for all and all for one មានន័យថាបាល់ទាត់មិនមែនលេងតែម្នាក់ឯងទេគឺត្រូវលេង11នាក់ Izaki គិតមួយសន្ធោសក៏សម្រេចចិត្តបញ្ជូនបាល់ឲ្យគ្នារបស់គាត់ប៉ុន្តែបែរជាមិត្តរួមរបស់គេសុទ្ធត្រូវបង្គោលទីទៅវិញ ដូចនេះហើយខ្សែការពាររបស់គេបានយកបាល់ឲ្យលេងទម្រង់វាបកលឿនវិញបាល់ក៏បញ្ជូនដល់ជើងខ្សែប្រយុទ្ធខាងគេដែលគាត់មានឈ្មោះថា Kira Ryosuke ហើយគេបានស៊ុបបញ្ចូលទីបានសម្រេចស្របពេលដែលម៉ោងអស់ផងដែរធ្វើឲ្យ Izaki របស់យើងចាញ់ 2-0 នៅពេលដែលមិត្តរួមក្រុមនិងគ្រូបង្វឹកបានមកប្រជុំគ្នាពួកគេបានយំសោកស្ដាយយ៉ាងខ្លាំងតែ Izaki របស់យើងមិនបានយំសោកស្ដាយនឹងគេសូម្បីតែបន្តិចពេលដែល Izaki បានធ្វើដំណើរត្រឡប់មកផ្ទះគាត់បានសញ្ញេគិតក្នុងចិត្តថា គេជា fan ដ៏ធំបំផុតរបស់ Noe Noah ដែលជាកីឡាករដ៏ខ្លាំងនៅអឺរ៉ុបហើយគេចង់ក្លាយជាកីឡាករដ៏ខ្លាំងដូចគាត់ផងដែរ Izaki ក៏បានគិតត្រឡប់ទៅក្រោយបន្តិចនៅពេលដែលគាត់ប៉ាមិត្តរួមក្រុមពេលនោះបើសិនជាគាត់សូត្រដោយខ្លួនឯងប្រហែលជាអាចរងគ្រាប់បាល់បានកំពុងតែគិតនោះមានក្មេង3នាក់បានមកនិយាយថាបាល់ទាត់គឺត្រូវលេង11នាក់ក្នុងក្រុមអ្នកមិនអាចលេងដោយខ្លួនឯងបានទេបន្ទាប់ពី Izaki បានលើដូច្នេះហើយគាត់បានស្រែកយ៉ាងខ្លាំង ហើយគាត់បាននិយាយទាំងយំថាខ្ញុំពិតជាចង់ឈ្នះខ្លាំងណាស់ស្អីរឿងបានកម្មមកដល់ពេលដែល Izaki បានមកដល់ផ្ទះម៉ារបស់គាត់បានចេញមកស្វាគមន៍ Izaki ហើយសួរ Izaki ថាមិនហើយការប្រកួត Izaki បានតបវិញថាពួកយើងបានចាញ់ហើយឥឡូវខ្ញុំពិតជាឃ្លានណាស់នៅពេលដែលកំពុងញ៉ាំបាយម៉ារបស់ Izaki បានប្រាប់ថាមានសបត់មួយបានផ្ញើមកពីសហព័ន្ធកីឡាបាល់ទាត់ប្រទេសជប៉ុន Izaki ក៏បើកមើលក្នុងសបត់នោះគេបានបញ្ជាក់ថាគេត្រូវបានអញ្ជើញឲ្យចូលវគ្គបណ្ដុះបណ្ដាលកីឡាករលោកព្រឹកថ្ងៃស្អែកគេដើរតាមអាស័យដ្ឋានដែលប្រាប់ក្នុងសបត់ កំពុងតែចូលចាំសុកគីរ៉ាក៏បានមកដល់ទីនោះគីរ៉ាក៏ត្រូវបានគេអញ្ជើញមកដូចគ្នាហើយគីរ៉ាបានសរសើរ Izaki ពីការប្រកួតបាល់ទាត់ម្សិលមិញមើលទៅអាប៉ែនេះក៏ជាមនុស្សល្អផងដែរនៅពេលដែលពួកគេបានចូលដល់សាលប្រជុំទើបគេដឹងថាមានកីឡាករជាច្រើនដែលបានមកក្នុងនោះដែរក៏មានខ្សែប្រយុទ្ធដែលគេធ្លាប់ស្គាល់ក៏បានមកទីនេះដែរកំពុងតែឈរនិយាយគ្នាសុកអំពូលភ្លើងក៏បានបិទហើយមានបរិមម្នាក់បានបង្ហាញមុខចេញមកហើយបានសារតដល់អ្នកដែលមកទីនេះគាត់បានណែនាំខ្លួនថាខ្ញុំឈ្មោះ Igo Jinpachi ដែលជាអ្នកនាំប្រទេសជប៉ុនឲ្យឈ្នះ World Cup បន្ទាប់ពីណែនាំខ្លួនហើយគាត់បានបន្តនិយាយទៀតថាគាត់គឺជាអ្នកដែលអញ្ជើញអ្នកទាំងអស់គ្នាមកទីនេះហើយខ្ញុំបានសម្រេចចិត្តជ្រើសរើសខ្សែប្រយុទ្ធ300អ្នកដែលក្រោមអាយុ18ឆ្នាំដើម្បីជ្រើសរើសយកខ្សែប្រយុទ្ធដ៏ល្អបំផុតដែលមានតែមួយក្នុងចំណោម300អ្នកប៉ុណ្ណោះហើយដំណើរការនេះគេឲ្យឈ្មោះថា Blue Lock ចាប់ពីថ្ងៃនេះទៅអ្នកនឹងទៅរស់នៅជាមួយគ្នានៅទីនេះហើយមានឧបករណ៍ហ្វឹកហាត់គ្រប់គ្រាន់តែអ្នកមិនអាចត្រឡប់ទៅផ្ទះវិញលេងបាល់ធម្មតាដែលអ្នកធ្លាប់លេងពីមុននោះទេ ខ្ញុំហ៊ានសន្យាថាប្រសិនបើអ្នកអាចនៅទីនេះហើយយកឈ្នះមនុស្ស299អ្នកផ្សេងទៀតអ្នកនឹងក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតក្នុងពិភពលោកបន្ទាប់ពី Igo បាននិយាយដូចនេះហើយអ្នកដែលនៅទីនោះមិនយល់ពីអ្វីដែល Igo និយាយនោះទេពេលនោះ Kira បាននិយាយថាពួកយើងសុទ្ធតែមានមិត្តរួមក្រុមដែលមិនអាចបោះបង់ចោលបានការលេងបាល់គឺត្រូវលេងជាក្រុមទើបអាចឈានដល់លំដាប់ថ្នាក់ជាតិបានដូចនេះពួកយើងមិនអាចចូលរួមក្នុងគម្រោងដ៏ល្ងង់ខ្លៅនេះបានទេអ្នកដែលនៅទីនោះក៏យល់ស្របនឹងសម្ដីរបស់ Kira ផងដែរ តែមើលទៅជៀនប៉ាជីដូចជាមិនខ្វល់ហើយបាននិយាយថាឥឡូវបើអ្នកណាមកពេញចិត្តអាចចាក់ចេញបានគាត់បានបន្តទៀតថាតើអ្នកទាំងអស់គ្នាចង់ក្លាយជាកីឡាករលេខ1ក្នុងប្រទេសជប៉ុនឬក៏ចង់ក្លាយជាកីឡាករលេខ1ក្នុងពិភពលោកដោយសារតែកីឡាករបែបនេះហើយទើបជប៉ុនមិនអាចលើកពាន World Cup បានគ្រប់គ្នានិយាយថានៅជប៉ុនលេងបាល់ត្រូវតែសហការគ្នាជាមួយមិត្តរួមក្រុមដូចនេះទោះបីជាកីឡាករឆ្លងកាត់ប្រមាណឆ្នាំក៏ដោយក៏មិនអាច ទៅមុខបានដែរការលេងបាល់ទាត់គឺយើងត្រូវរកគ្រាប់បាល់ឲ្យបានច្រើនជាងដៃគូប្រកួតហើយអ្នកណាដែលរងគ្រាប់បាល់បានច្រើនជាងគេគឺជាអ្នកខ្លាំងដូចនេះបើអ្នកទាំងអស់គ្នាចង់លេងបាល់បែបជាក្រុមគឺអាចចាក់ចែងបានពេលនោះគីរ៉ាបាននិយាយថាពីសម័យរបស់លោកដែលបាននិយាយគឺត្រូវលេបយកទៅវិញទាំងអស់ពួកយើងគឺខំលេងបាល់ជាមួយនឹងគ្នានឹងសាមគ្គីគ្នាទៅឲ្យខ្លាំងដល់ប៉ុណ្ណឹងអ្នកគិតខុសហើយប៉ុន្តែជៀនប៉ាជីបានតបវិញថាលេងជាក្រុមឬ ប៉ុន្តែពួកគេមិនដែលឈ្នះ World Cup នោះឡើយ Noe Noah ជាកីឡាករដ៏ខ្លាំងបំផុតដែលបានរកគ្រាប់បាល់មាសគេធ្លាប់និយាយថាសុខចិត្តចាញ់3-4ដើម្បីទទួលបានគ្រាប់ hat-trick ប្រសើរជាងទទួលបានមួយគ្រាប់ដោយមិត្តរួមក្រុមបញ្ជូនឲ្យ Eric Cantona ជា
កីឡាករខ្លាំងមួយរូបដែលបាននិយាយថាគេមិនដែលខ្វល់ពីមិត្តរួមក្រុមរបស់គេឡើយឲ្យតែគេបានខ្លាំងពេលលេធ្លាប់និយាយថាអ្នកចាំទីខ្សែការពារខ្សែបម្រើនិងខ្សែប្រយុទ្ធតាមមួយណាជាលេខ1ចម្លើយគឺតែខ្ញុំពួកគេមើលទៅពិតជាអាត្មានិយមតែពួកគេសុទ្ធតែជាកីឡាករលេខ1លើពិភពលោកនេះហើយជាអ្វីដែលជប៉ុនខ្វះខាតគឺភាពអាត្មានិយមបានអ្នកទាំងអស់គ្នាគ្មានភាពអាត្មានិយមទេនោះក៏មិនអាចក្លាយជាកីឡាករលេខ1បានដែរពីសម្ដីទាំងនេះបានធ្វើឲ្យអ៊ីហ្សាគីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេគិតក្នុងចិត្តថាគេមានរំពឹងគិតថាខ្លួនគេអាចយកឈ្នះកីឡាករ294អ្នកផ្សេងទៀតដើម្បីធ្វើជាលេខ1ឡើយព្រោះគេគ្មានសមត្ថភាពអ្វីលេចធ្លោឡើយពេលនោះដែរជៀនប៉ាជីបានឲ្យអ្នកគ្នាស្ដាប់ស្រមៃថាអ្នកទាំងអស់គ្នាគឺនៅក្នុងការប្រកួត World Cup មានអ្នកគ្រប់គ្រងជាង 80000 នាក់និងជាពេលដែលគេថែមម៉ោងឲ្យ2នាទីទៀតបន្ទុក0-0ពេលនោះគឺអ្នកកំពុងតែប្រឈមមុខនឹងអ្នកចាំទីគណៈនោះដែលមាត់រួមក្រុមមួយទៀតនៅឆ្ងាយពីយើង6ម៉ែត្រនៅស្លាបខាងស្ដាំបើសិនជាអ្នកបញ្ជូនបាននោះអាចនឹងចេញក្តារឬក៏ទទួលបានតែមួយបន្ទុកតែប៉ុណ្ណោះប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តសុទ្ធដោយខ្លួនឯងនោះសូមអញ្ជើញចូលទ្វារក្រោយខ្ញុំចុះមានតែខ្លួនឯងប៉ុណ្ណោះដែលអាចធ្វើទូឲ្យបានពីសម្ដីទាំងនេះបានចាក់ដោតដល់អ៊ីសាគីយ៉ាងខ្លាំងហើយគាត់ក៏សម្រេចចិត្តរត់ចូលទ្វារខាងក្រោយជិនបាជី俺はストライカーだហើយអ្នកដែលនៅទីនោះក៏នាំគ្នារត់ចូលតាមអ៊ីសាគីផងដែរសាច់រឿងបានកាត់មកដល់ Blue Lock Center អ៊ីសាគីរបស់យើងកំពុងតែដើររកបន្ទប់របស់ខ្លួនហើយគាត់មានលេខក្អៅ299នឹងនៅបន្ទប់ Z នៅពេលដែលអ៊ីសាគីបានដើរចូលបន្ទប់ហើយយើងឃើញថាគីរ៉ាក៏បាននៅទីនោះដូចគ្នាហើយក៏បានរាក់ទាក់គ្នាទៅវិញទៅមកកំពុងតែនិយាយលេងសុកសុកក៏មានអាវមួយហោះចំកណ្ដាលក្បាលអ៊ីសាគីបន្ទាប់មកបរិសុទ្ធដែលបានគប់ក្អៅមិញក៏បានសំទោសផងដែរដោយសារតែគាត់គប់ខ្លាំងពេកតែអ៊ីសាគីយើងក៏មិនប្រកាន់ដែរហើយរៀបថានឹងយកក្អៅគេវិញហើយស្រាប់តែអប៉ែនោះដើរមើលក្រោមផងកន្លែងទៅឃើញអប៉ែមួយទៀតដេកដៀមបាយធ្វើបង្ងើយដល់ហើយសិតតែកពូឡាកនៅពេលនោះដែរស្រាប់តែជៀនប៉ាជីបានបង្ហាញមុខតាមកញ្ចក់អេក្រង់រួចបាននិយាយថាគេបានចែកកីឡាករម្នាក់ៗទៅតាមក្រុមផ្សេងៗគ្នាដើម្បីឲ្យពួកគេប្រកួតជាមួយគ្នាយកបន្ទុករៀងៗខ្លួនហើយសម្រាប់លេខសម្គាល់ដែលមាននៅលើក្អៅនោះគឺវាបញ្ជាក់ពីរ៉ាងរបស់ខ្លួននាបច្ចុប្បន្នអ៊ីសាគីយើងវិញបានលេខ299ខ្វះតែមួយទៀតគឺបានបន្ទុកមកជិនបានជីបាននិយាយបន្តទៀតថារ៉ាងរបស់អ្នកនឹងផ្លាស់ប្ដូរនៅពេលដែលអ្នកវឹកហាត់ឬក៏ប្រកួតជាមួយគ្នាហើយអ្នកដែលមានលេខរៀងទាំង5នឹងត្រូវបានអនុញ្ញាតឲ្យចូលប្រកួតដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់នៅ6ខែក្រោយគឺសំដៅលើក្រុមអ៊ុយ20 World Cup ហើយបើអ្នកណាធ្លាក់ចេញពី Blue Lock អ្នកនោះនឹងគ្មានឱកាសលេងឲ្យជប៉ុនទៀតទេគ្រាន់តែលើបែបនេះម្នាក់ៗក៏ឈរត្រឹងគៀងហើយគិតថាបើនៅតែអញ្ចឹងទៀតនោះពួកគេនឹងមិនអាចលេងឲ្យជម្រើសជាតិបានទេជៀនប៉ាជីក៏ឲ្យហ្គេមមួយលេងអ្នកទាំងអស់គ្នាមានរយៈពេល136វិនាទីហើយអ្នកណាដែលមានបាល់នឹងខ្លួនចុងក្រោយគេអ្នកនោះនឹងត្រូវគេជំរុញចេញពី Blue Lock ហើយនឹងមិនអាចប្រើដៃផងដែរហ្គេមបានចាប់ផ្ដើមឡើងអ៊ីហ្គារ៉ាឈីជាអ្នកកាន់បាល់ដំបូងគេព្រោះតែគេមានរ៉ាងទាបជាងគេប្រសិនបើគេចាកចេញពី Blue Lock ប្រកបណាគេនឹងក្លាយជាព្រះសង្ឃមួយជីវិតអ៊ីហ្គារ៉ាឈីក៏រត់ដេញទាត់អ៊ីសាគីយ៉ាងតែគាត់ទាត់មិនដែលត្រូវគេឡើយពេលនោះគេឃើញអាប៉ែមួយដេកបៀបដៃទីនោះថារៀបនឹងទាត់ហើយក៏ស្រាបអាស៊ីមួយជើងពេញបាតមុខទៅហើយមាត់ភ័ក្ររបស់អាប៉ែនឹងក៏ចេញមកនិយាយប្រាប់ថាឲ្យលេងធម្មតាទៅចាំបាច់លេងបែបហ្នឹងតោះនិយាយអស់ផងស៊ីបាកដាមុខបាត់ពេលនេះគូនីហ្គាមីជាអ្នកកាន់បាល់គាត់ពិតជាខឹងខ្លាំងណាស់គាត់បានទាត់មួយទៅមកទៅអ៊ីហ្គារ៉ាជីប៉ុន្តែប្រងោបានចាប់អ៊ីសាគីមករងចំនួនធ្វើឲ្យអ៊ីសាគីស៊ីមួយបាល់ចងកណ្ដាលពោះមួយបាល់នេះហើយអ៊ីសាគីយើងក៏ចង់ងាប់ចង់រស់ឥឡូវអ៊ីសាគីយើងជាអ្នកកាន់បាល់ពេលនេះដែរអ៊ីសាគីខំប្រឹងរត់ដេញទាត់បាល់ដាក់គេតែមិនដែលទាត់ត្រូវគេឡើយព្រោះតែពួកគេសុទ្ធតែខ្លាំងជាងខ្លួនអ៊ីសាគីបានបាយទៅដើមមកដេញប្រងោវិញខំប្រឹងរត់ចេញយ៉ាងលឿនដោយសារតែមិនចង់ចាក់ចេញអ៊ីសាគីយើងក៏ខិតខំដេញផងដែរស្របពេលនោះដែរគូនីហ្គាមីត្រូវបានមិត្តរបស់ខ្លួនលេងសើចដោយចាប់ឲ្យគេនៅនឹងកន្លែងដើម្បីឲ្យអ៊ីសាគីទាត់តែគូនីហ្គាមីបានបោះមិត្តខ្លួនទៅសង្កត់បងងោហើយនេះជាឱកាសសម្រាប់ឲ្យអ៊ីសាគីរីអាប៉ែនោះវិញភ័យយ៉ាងខ្លាំងថារៀបនឹងសុទ្ធហើយតែបែរជាអ៊ីសាគីរបស់យើងឈប់វិញហើយនិយាយថាខ្ញុំគិតខុសហើយប្រសិនបើខ្ញុំមិនផ្លាស់ប្ដូរខ្លួនឯងទេខ្ញុំក៏នៅតែជាខ្ញុំដដែលខ្ញុំមកទីនេះដើម្បីផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឲ្យក្លាយជាកីឡាករដ៏ល្អបំផុតក្នុងពិភពលោកដោយនេះខ្ញុំត្រូវតែយកឈ្នះអ្នកដែលខ្លាំងជាងគេពេលនោះបាជាណាក៏បាននិយាយទៅកាន់អ៊ីសាគីថាខ្ញុំចូលចិត្តឯងហើយរួចស្ទូឆក់បាល់ចេញពីអ៊ីសាគីហើយដេញគីរ៉ាចាប់ផ្ដើមឡើងគេបានស្ទូទៅទាត់គីរ៉ាតែត្រូវគីរ៉ាកិច្ចផុតបន្ទាប់មកបាជារ៉ាបានប្រើក្បាច់បង្វិលខ្លួនតែវាជាក្បាច់បញ្ជូនបាល់ទៅអ៊ីសាគីគីរ៉ាគិតថាខ្លួនរួចផុតហើយតែនៅមុខគេគឺមានអ៊ីសាគីមួយទៀតហើយបាល់កំពុងបញ្ជូនមកដល់ជើងអ៊ីសាគីបានសូតបាល់ចំមុខគីរ៉ាយ៉ាងពេញទំហឹងហើយជាពេលវេលាដ៏អស់ផងដែរ一番強いやつど
ដោយ Nikira គឺជាអ្នកចាស់ចែងពី Blue Lock